ยแสนឆ្ងាយមិនឈប់ឈរមិននឿយហត់ទ្រង់ជីវិតមនុស្សជាខ្សែដង្ហើមហូរចាក់ចូលស្រុកភូមិឋានដីធរណីសត្វលោកផ្ដល់ជាជូនជីវិតជំរឿជីវិតបង្កើតអរិយធម៌តាំងពីសម័យបុរេប្រវត្តិតាមទឹកមានសំពៅមិនតូចឡើយហើយលើរលកតាមខ្យល់បក់ក្លាហានបណ្ដែតតាមទយោសំបានតូចរៀបរំតាមវាតាដឹកជញ្ជូននាមីងដូនតាឆ្លងជន់សាគ្មានឈប់ឈរសំពៅធំស្នាដៃអរិយធម៌អស្ចារ្យសបានតូចបង្ហាញគំនិតប្រាជ្ញាខ្មែរអើយដៃខ្មែរបរេប្រវត្តិដៃខ្មែរបរេប្រវត្តិចេះបងកាត់លើដើម្បីរស់រៀនពីសំបានដល់សំពៅសម្រាប់ជីវភាពរស់នៅនៅទំនាក់ណាត់ជាតិនឹងជំនួយរកស៊ីឆ្លងប្រទេសដូនណាំតេជាមួយឥណ្ឌាជ្វានិងអារ៉ាប់ជីវិតចងភ្ជាប់ទឹកមិនដាច់លើដីយើងវិញក៏មានកម្លាំងធំដំរីសេះគោក្របីជួយដល់មនុស្សគំនិតឆ្លាតវៃចេះចាប់សត្វព្រៃមកសាំងចិញ្ចឹមបីបងប្លែកថ្នមជាមិត្តនឹងជួយការងារសេកម្មសេះរត់លឿនដំរីកម្លាំងខ្លាំងគោនឹងក្របីជួយស្រែចំការផ្លូវគោក៏ដូចផ្លូវទឹកផ្ដល់ជាប្រយោជន៍ពិតជាដំណើរជីវិតខ្មែរបុរាណអើយដៃខ្មែរបរេប្រវត្តិចេះដៃខ្មែរបរេប្រវត្តិចេះបងកាត់ផ្លូវដើម្បីរស់រៀនពីដំរីដល់សំពៅពីដំរីដល់សំពៅជីវិតដើរតាមធម្មជាតិនឹងមានអរិយធម៌ថ្ងៃនេះយើងត្រូវបន្តរក្សាទុកទាំងផ្លូវទឹកនិងផ្លូវកុំឲ្យគង់វង្សដើម្បីប្រជារាស្ត្រនិងសង់ជាតិរាយមិនបាត់បង់មូលដ្ឋានទឹកនិងដីនៃគ្រឿងជីវិតយើងជាកូនខ្មែរត្រូវថែរក្សាឲ្យបានគង់វង្សទឹកនិងដីជាធាតុនៃជីវិតយើង